បាទវគ្គនេះគឺជាវគ្គចុងក្រោយដូច្នេះសូមអនុញ្ញាតបន្តជួបភ្នាក់ងាររាយការណ៍ព័ត៌មាននៅខេត្តស្ទឹងត្រែងគឺលោកកំហឿនចឹងជូនទៅលោកបុត្រាឆ្លើយឆ្លងចាំបាទជំរាបសួរលោកកំហឿនបាទជំរាបសួរលោកបុត្រាឬលោកសុខាបាទព្រឹកនេះមានព័ត៌មានអ្វីដែរបាទជំរាបជូនពីឯកឧត្តមអភិបាលខេត្តស្ទឹងត្រែងបានអញ្ជើញទៅចូលរួមក្នុងពិធីផ្ដល់អំណោយជូនដល់ប្រជាពលរដ្ឋ956គ្រួសារហើយលោកបានធ្វើការណែនាំដល់បងប្អូនប្រជាពលរដ្ឋយើងជាពិសេសក្រុមយុវជននោះគឺថាឲ្យចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នាព្រោះថាឯកឧត្តមអភិបាលខេត្តបានចាត់ទុកថាការគ្រោះថ្នាក់ចរាចរណ៍ជាឃាតករលាក់មុខអាចសម្លាប់ជីវិតយើងដោយមួយប្រព្រឹត្តភ្នែកបាទសូមជើញបាទនៅក្នុងពិធីរៀបចំផ្ដល់អំណោយជូនដល់ប្រជាពលរដ្ឋជិត1000គ្រួសារនៅស្រុកជ័យសាមនេះលោកសេកំសែអភិបាលប្រធានមន្ត្រីសង្គមគិច្ចអតីតយុវជននិងយុតិសម្បទាខេត្តស្ទឹងត្រែងលោកបានបញ្ជាក់ថាការរៀបចំផ្ដល់អំណោយនេះគឺថាបងប្អូនប្រជាពលរដ្ឋយើងមកពីចំនួន3ឃុំក្នុងនោះមានឃុំស្ដៅ598គ្រួសារឃុំ3ខួយ200គ្រួសារនិងឃុំកំពង់158គ្រួសារហើយប្រជាពលរដ្ឋយើងទាំងអស់នេះគាត់ជួបភាពលំបាកក្នុងជីវភាពរស់នៅដោយសារកន្លងមកគាត់ធ្លាប់ទទួលរងគ្រោះដោយសារទឹកជំនន់ទន្លេមេគង្គហើយនៅក្នុងពិធីផ្ដល់អំណោយនេះក្រោមវត្តមានរបស់ឯកឧត្តមអភិបាលខេត្តលោកក៏បានធ្វើការណែនាំដល់បងប្អូនប្រជាពលរដ្ឋយើងទាំងអស់ពិសេសគឺក្រុមយុវជននោះគឺថាធ្វើម៉េចឲ្យចូលរួមអនុវត្តនៅគោលនយោបាយគុំមានសុវត្ថិភាពហើយសំខាន់អត្ថប្រយោជន៍ទី1គឺថាគោរពច្បាប់ចរាចរណ៍ពេលបើកបរត្រូវពាក់មួកហើយកុំប្រជែងហើយពេលស្រវឹងក៏កុំបើកបរផងដែរពីព្រោះថាគ្រោះថ្នាក់ចរាចរណ៍នេះវាបានបំផ្លិចបំផ្លាញអាយុជីវិតមនុស្សហើយក៏បានធ្វើឲ្យមនុស្សពិការភាពហើយដូច្នេះយើងទាំងអស់គ្នាត្រូវតែជៀសវាងទាំងអស់គ្នាធ្វើឲ្យសង្គមយើងមានសុវត្ថិភាពល្អដូច្នេះគឺផ្ដើមចេញពីបងប្អូនប្រជាពលរដ្ឋទាំងអស់គ្នានិងក្រុមយុវជនយើងបាទអរគុណលោកកំហឿនបាទសូមអរគុណបាទសូមជម្រាបលាឥឡូវយើងមានព័ត៌មានមួយទៀតតាក់ទងទៅនឹងមន់ទាយ៉ាងម៉េចទៅសូមអញ្ជើញមន់ទាវានាំឲ្យឆ្លងជំងឺគ្រុនផ្ដាសាយបាក់សីមានន័យថាជំងឺគ្រុនផ្ដាសាយបាក់សីបានផ្ទុះឡើងមកករណីទៀតហើយនៅឯខេត្តកំពង់ធំនេះបញ្ជាក់តាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលនិងអង្គការសុខភាពពិភពលោកបាទក្រសួងបានចេញកាលពីល្ងាចមិញនេះគឺឲ្យដឹងថាករណីទី1នៅក្នុងឆ្នាំនេះគឺកើតលើកុមារាម្នាក់អាយុ5ឆ្នាំដែលមានទីលំនៅក្នុងភូមិចុងដាភូមិត្បូងក្រពើស្រុកសន្ទុកខេត្តកំពង់ធំហើយត្រូវបានបញ្ជាក់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជានៅថ្ងៃទី1ខែកុម្ភៈឆ្នាំ2014ថាមានជំងឺផ្ដាសាយបាក់សី H5N1 បាទកុមារានេះចាប់ផ្ដើមឈឺក្បាលនិងមានគ្រុនក្តៅនៅថ្ងៃទី24ខែមករាឆ្នាំ2014ហើយឪពុកម្ដាយក៏ស្វែងរកការព្យាបាលនៅគ្លីនិកឯកជនមួយនៅថ្ងៃទី27ខែមករាដោយមានគ្រុនក្តៅខ្លាំងនិងក្អកបាទអញ្ចឹងបងប្អូនណាគ្រុនក្តៅខ្លាំងនិងក្អកដោយសារស្ថានភាពសុខភាពរបស់កុមារាកាន់តែធ្ងន់ធ្ងរកុមារានេះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យជ័យវរ្ម័នទី7ខេត្តសៀមរាបទៅដល់សៀមរាបនិងបានដាក់ឲ្យសម្រាកនៅពេទ្យនោះនៅថ្ងៃទី30ខែមករាឆ្នាំ2014កុមារាបានទទួលការព្យាបាលដោយឱសថTamiflu នៅថ្ងៃទី31ខែមករាហើយការអង្កេតស្រាវជ្រាវដោយក្រុមឆ្លើយតបបន្ទាន់របស់ក្រសួងសុខាភិបាលនិងក្រុមការងារសុខភាពសត្វនៃក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទរកឃើញថាមានមាន់ងាប់ភ្លាមចំនួន200ក្បាល200ក្បាលនៅពាក់កណ្ដាលខែមករានៅកំពង់ធំបាទអត់បញ្ជាក់ប្រហែលជានៅកំពង់ធំហ្នឹងហើយឪពុកម្ដាយនិងសាច់ញាតិកុមារាបានយកមាន់ងាប់មកធ្វើម្ហូបនៅកំពង់ធំមែនគណៈធ្វើម្ហូបកុមារាក៏នៅចិត្តនោះដែរពេលដែលធ្វើម្ហូបហ្នឹងកុមារាក៏នៅចិត្តនោះដែរអញ្ចឹងឆ្លង5ឆ្នាំងាយនឹងទៅប៉ុន្តែឆ្លងហ្នឹងពេលយើងយកមកធ្វើម្ហូបហើយឬក៏យ៉ាងម៉េចបើតាមបញ្ជាក់ហ្នឹងគឺមិនបញ្ជាក់ថាពេលញ៉ាំបានឆ្លងទេពេលដែលកំពុងធ្វើម្ហូបកុមារាក៏នៅចិត្តនោះដែរអញ្ចឹងវាឆ្លងអាពេលនៅធ្វើម្ហូបហ្នឹងបាទអញ្ចឹងហើយក្រសួងសុខាភិបាលនៃប្រជាជាតិកម្ពុជាលោកបានជម្រាបជូនដល់សាធារណជនតាមសេចក្តីប្រកាសព័ត៌មានយប់មិញហ្នឹងថាមានករណីផ្ដាសាយបាក់សីចំនួន1ករណីថ្មីត្រូវបានអះអាងបញ្ជាក់ថាវិជ្ជមានវីរុសផ្ដាសាយបាក់សី H5N1 ក្នុងឆ្នាំនេះហើយករណីទី1នេះនៅក្នុងឆ្នាំនេះគឺថានឹងជាករណីទី48ហើយដែលឆ្លងវីរុសផ្ដាសាយបាក់សី H5N1 ហ្នឹង
ហើយករណីនេះគឺមកពីខេត្តកំពង់ធំនិងបច្ចុប្បន្នស្ថិតនៅក្នុងស្ថានភាពនឹងណមមិនទាន់ទៅជាស្អីទេណាហើយ36ករណីក្នុងចំណោមករណីផ្ដាសាយបាក់សីទាំង48ដែលកើតមានឡើងនៅប្រជាជាតិកម្ពុជាកើតលើកុមារអាយុក្រោម14ឆ្នាំនិង27ករណីក្នុងចំណោមករណីផ្ដាសាយបាក់សីទាំង48ជានារីហើយជាបន្ថែមមានតែ15ករណីនៅមានជីវិតចាប់តាំងពីមានជំងឺផ្ដាសាយបាក់សីលើកដំបូងនៅប្រជាជាតិកម្ពុជាក្នុងឆ្នាំ2005បាទអញ្ចឹងជំងឺផ្ដាសាយបាក់សីនៅមកលេងកម្ពុជាយើងទី1បំផុតក្នុងឆ្នាំ2005ចូលមកដំបូងអរគុណដល់ពេលវេលាក៏បានដល់ទីបញ្ចប់ដែរចប់ហើយជាបន្តសូមអញ្ជើញតាមដានទស្សនានៃការផ្សាយបន្តទៀតគឺជាការជម្រាបជូននៅព័ត៌មានរបស់លោករដ្ឋានិងកញ្ញាសាលាលោកជម្រាបជូនពាក់ព័ន្ធទៅនឹងបញ្ហាការនៃចរាចរណ៍បទល្មើសផ្សេងជាពិសេសគឺនយោបាយដើម្បីជម្រាបជូនទៅដល់ទូរទស្សនិកជនរបស់យើងនៅពេលនេះខ្ញុំបាទបុត្រាខ្ញុំបាទទូចសុខៈសូមអរគុណសូមគោរពលាស្អែកជួបគ្នាចាប់ពីម៉ោង 6 ព្រឹកតទៅ